ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះសុណាលជាអ្នកចិញ្ចឹមសត្វតិចកម្មម្នាក់ដែលបានធ្វើផ្ទះចិញ្ចឹមសត្វតិចកម្មតាំងពីឆ្នាំ2009មកទល់នឹងសប្តាហ៍ថ្ងៃនេះហើយពេលនេះខ្ញុំនឹងចែករំលែករាល់ចំណេះដឹងនិងបទពិសោធន៍ដែលខ្ញុំមានទាក់ទងទៅនឹងការចិញ្ចឹមសត្វតិចកម្មទៅកាន់បងប្អូនទាំងអស់គ្នាដែលកំពុងតែចង់សិក្សាស្វែងយល់ពីការធ្វើមុខរបរមួយនេះដោយភាពស្មោះត្រង់ហើយឥឡូវខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅមើលទស្សនវិជ្ជាផ្ទះតិចកម្មមួយដែលជោគជ័យដែលមានទីតាំងនៅខេត្តកពតផ្ទះនេះមានអាយុកាលជាង6ឆ្នាំហើយដែលផ្ទះនេះអាចប្រមូលផលបានប្រហែល20គីឡូក្នុងមួយខែហើយដើម្បីឲ្យបងប្អូនបានឃើញផ្នែកខាងក្នុងថាតើមានអ្វីខ្លះនៅខាងក្នុងផ្ទះហ្នឹងបានជាសត្វតិចកម្មវាចូលចិត្តរស់នៅខ្លាំងម្ល៉េះផ្ទះនេះគឺជាផ្ទះកែច្នៃពីផ្ទះមនុស្សនៅហើយដែលមានទទឹង11ម៉ែត្រនិងបដោយ25ម៉ែត្រហើយវាមានកម្ពស់3ជាន់បើយើងរាប់ទាំងជាន់ផ្ទាល់ដីផ្ទះនេះខ្ញុំបើកច្រកសត្វចេញចូលបែរទៅទិសខាងជើងដែលមានទំហំ1ម៉ែត្រគុណជាមួយ1ម៉ែត្រ2តឹកហើយទីតាំងរបស់ច្រកសត្វចូលគឺ4តឹកពីធ្នឹមលើនិង4តឹកពីសសរខាងស្ដាំនៃប៉មច្រកសត្វចូលផ្ទះហ្នឹងគឺត្រូវបែរមុខទៅផ្លូវថ្នល់ដោយសារផ្នែកខាងក្រោយនៃផ្ទះហ្នឹងគឺអត់មានសល់ដីទេចង់បញ្ជាក់ប្រាប់បងប្អូនត្រង់ចំណុចនេះថាច្រកសត្វចូលរបស់យើងគឺអត់គួរបើកទៅលើដីរបស់គេទេបើទោះជាគេមិនទាន់សង់អគារខ្ពស់ក៏ដោយហេតុផលត្រង់ថាបើថ្ងៃក្រោយយើងមានសត្វច្រើនហើយស្រាប់តែគេសង់អគារខ្ពស់សង់ផ្ទះខ្ពស់ជាងច្រកសត្វចេញចូលរបស់ផ្ទះតិចកម្មរបស់យើងនោះសត្វយើងរកផ្លូវចូលផ្ទះលែងឃើញហើយបើទោះជាយើងផ្លាស់ប្ដូរទៅទីតាំងថ្មីច្រកថ្មីក៏សត្វហ្នឹងវារកផ្លូវចូលអត់ឃើញដែរបើរកចូលឃើញក៏ភាគតិចដែរហើយផ្ទះនេះមានជញ្ជាំងឥដ្ឋ20ដោយរៀបទុកចន្លោះចំហកដាលដើម្បីឲ្យវាមានលំហូរខ្យល់ហូរនៅប្រឡោះកដាលជញ្ជាំងហ្នឹងដើម្បីកាត់បន្ថយកម្ដៅដែលប៉ះពីផ្នែកខាងក្រៅកុំឲ្យក្ដៅដល់ចូលខាងក្នុងផ្ទះហើយផ្ទះនេះទៀតសោតយើងប្រើតែយកខ្យល់ជំនួសឥតខ្យល់ដើម្បីយកខ្យល់ចេញចូលទៅក្នុងផ្ទះហើយតាយោដែលខ្ញុំប្រើមានទំហំមួយតឹកកម្រាស់ 8.5 សង់ទីម៉ែត្រហើយបន្ទាប់មកខ្ញុំដាក់កែងទម្លាក់ចុះតាយោ8តឹកទៀតដើម្បីទប់ពន្លឺកុំឲ្យវាភ្លឺចូលដល់ខាងក្នុងផ្ទះដោយដែលបងប្អូនបានឃើញនៅក្នុងវីដេអូនឹងស្រាប់ចឹងព្រោះសត្វតិចកម្មប្រភេទដែលមានទឹកមាត់នេះវាចូលចិត្តភាពងងឹតដល់ចំណុចសំខាន់គឺមួយទៀតគឺយើងត្រូវជ្រើសរើសឈើឲ្យបានត្រឹមត្រូវសម្រាប់ខ្ញុំប្រើតែប្រភេទឈើដួងចែមរបស់ខ្មែរយើងឯងប៉ុន្តែគ្រាន់តែថាយើងត្រូវជ្រើសរើសឈើដួងចែមប្រភេទដែលមានសាច់ចាស់សាច់ក្រហមអត់រមួលអត់ក្រៀកដើម្បីឲ្យយើងប្រើបានយូរហើយឈើនឹងទៀតសោតខ្ញុំប្រើកម្រាស់3ហ៊ុនមកកាត់មួយតឹកកន្លះពួកខ្ញុំអត់ចូលចិត្តប្រើមុខកាត់ធំដូចជាមុខកាត់2តឹកឬក៏3តឹកអីទេដោយសារខ្ញុំអត់ចង់ឲ្យសត្វវាធ្វើសបុកកលើគ្នានាំឲ្យសបុកដែលនៅផ្នែកខាងក្រោមវាកក្រិចពេកហើយពេលយកទៅលក់គឺអត់សូវមានតម្លៃទេអ្នកទិញគេរអ៊ូរទាំចឹងធ្វើឲ្យយើងរៀងអ្នកលក់ហ្នឹងក៏តាមចិត្តដែរតែបើសម្រាប់បងប្អូនដែលអត់គិតបែបនេះគឺអាចប្រើឈើមកកាត់ធំបានមិនជាបញ្ហាអីទេអាហ្នឹងវាទៅតាមចំណង់ចំណូលចិត្តរបស់យើងឯងអ្នកខ្លះក៏ថាប្រើឈើធំទៅវាសបុកធ្វើបានច្រើនអញ្ចឹងការគិតគឺមានរៀងៗខ្លួនណាហើយសម្រាប់ការឆូតឈើវិញបើខ្ញុំតម្រូវឲ្យឆូតគម្លាតពីគ្នាពីមួយឆ្នូតទៅមួយឆ្នូតហ្នឹងគឺមហ៊ុនមួយខ្ញុំអត់យកធំជាងហ្នឹងទេដោយហេតុផលខ្ញុំសង្កេតឃើញថាកញ្ញាំជើងរបស់សត្វតិចកម្មវាតូចអញ្ចឹងបើសិនជាយើងឆូតធំពេកមានន័យថាវាខ្ញាំអត់ដល់គ្នាទេអញ្ចឹងកញ្ញាំជើងរបស់វាដែលវាខ្ញាំនៅលើផ្ទាំងឈើហ្នឹងគឺវាអត់កញ្ញាំបានដល់គ្នាអញ្ចឹងមានន័យថាការឆូតរបស់យើងហ្នឹងគឺអត់សូវជាមានប្រយោជន៍អីសម្រាប់វាទេព្រោះគោលដៅនៃការឆូតឈើគឺឆូតឈើហ្នឹងគឺដើម្បីឲ្យសត្វតិចកម្មវាស្រួលតោងនឹងឯងឥឡូវចូលដល់ចំណុចសំខាន់មួយទៀតដែលយើងនិយាយពីការបំពាក់ឧបករណ៍បំពងសំឡេងម្ដងអញ្ចឹងសម្រាប់ផ្ទះហ្នឹងគឺខ្ញុំប្រើអំភ្លី5គ្រាប់
ampli Nest A9 ចឹងខ្ញុំប្រើ5គ្រាប់ហើយសម្រាប់សំឡេងក្នុងវិញខ្ញុំប្រើ Maodex AX60 ដោយចាប់ទិសដៅបែរច្រាស់ទៅទិសហោះសត្វចូលដើម្បីឲ្យងាយស្រួលសត្វវាងាយស្រួលកំណត់ទិសដៅនៃការហោះហើរចេញចូលរបស់វាហើយខ្សែដែលយកមកប្រើហ្នឹងគឺចាប់ជាមួយឧបករណ៍បំពងសំឡេងគឺត្រូវតែរើសឲ្យបានល្អគឺប្រើខ្សែស៊ីនទៅដើម្បីវាបានយូរវែងហើយការបញ្ជូនសំឡេងក៏វាបានល្អដែរសម្រាប់ខ្សែមួយខ្សែគឺយើងរត់ចូលទៅ ampli ហ្នឹងគឺយើងភ្ជាប់ជាមួយនឹង egoi សំឡេងតូចសំឡេងកូនហ្នឹងគឺតែ24ឬក៏25គ្រាប់ទេអត់ឲ្យលើសហ្នឹងទេដើម្បីឲ្យវាបញ្ជូនសំឡេងទៅបានល្អហើយសត្វក៏វាចូលចិត្តស្ដាប់វាព្រោះវាមានអារម្មណ៍ថាដូចធម្មជាតិចឹងវាក៏ចូលចិត្តស្ដាប់ដែរហើយដែលបងប្អូនឃើញអីគុយធំចាប់បតោងជាមួយនឹងឈើធ្លាក់ចុះមកខាងក្រោមមួយហ្នឹងគឺជាអីគុយសំឡេងនាំផ្លូវគឺយើងចាប់បតោងចុះមកគ្រាប់ដែលសម្រាប់អូសទាញសត្វដែលនៅខាងក្រៅហ្នឹងឲ្យវាចូលទៅក្នុងផ្ទះបានលឿនហើយតកតងទៅនឹងការគ្រប់គ្រងសំណើមវិញបើខ្ញុំចូលចិត្តប្រើឆ្នាំងសំណើមជាជាងប្រើក្បាលបាញ់ទឹកដូចនៅតាមហាងកាហ្វេព្រោះឆ្នាំងសំណើមបើទោះជារៀងពិបាកគ្រប់គ្រងបន្តិចប៉ុន្តែវាអត់សូវបង្កផលវិបាកអីច្រើនដល់យើងទេឧទាហរណ៍ថាផ្ទះយើងយើងប្រើឆ្នាំងសំណើម10ឬក៏15យ៉ាងចុះស្រាប់តែមាន1 2 3ខូចអញ្ចឹងអា10ជាងអីទៀតគឺនៅដំណើរការបានតែបើអាក្បាលបាញ់ទឹកដូចនៅតាមហាងកាហ្វេបើសិនជាម៉ូទ័រនឹងខូចគឺវាអត់មានសំណើមទាំងអស់ហ្មងពេញមួយផ្ទះហ្នឹងហើយបើមិនអញ្ចឹងទេវាស្ទះស៊ីយ៉ូវាស្ទះអីចឹងទៅមានសម្រាមកតិចកំទីអីដែលវាស្ទះនៅក្បាលស៊ីយ៉ូវាបុកដាច់អញ្ចឹងវាធ្វើឲ្យផ្ទះរបស់យើងហ្នឹងគឺលិចទឹកអញ្ចឹងវាបង្កទៅជាផលវិបាកច្រើនដូចជាខូចឈើខូចសបុកធ្លាក់មកដល់ដីជ្រុះឡើងផ្សិតឈើឡើងអីចឹងណាអញ្ចឹងបងប្អូនត្រូវចាំថាបើសិនជាផ្ទះរបស់យើងខ្វះសំណើមណាអញ្ចឹងសត្វគឺនៅបានធម្មតាតែគ្រាន់តែសបុកវាអត់សូវស្អាតសបុកប្រេះបែកឬក៏កពិតរហូតដល់ពេលខ្លះគឺអាចធ្លាក់រហូតមកដល់ដីតែបើក្នុងករណីលើសសំណើមវិញសត្វដែលធ្លាប់រស់នៅហ្នឹងក៏ពិបាករស់នៅដែរហើយរហូតដល់ពេលខ្លះវាសម្រេចចិត្តដូរទីកន្លែងរស់នៅក៏មានដែរហើយចំណែកជាន់លើបំផុតរបស់ផ្ទះនេះគឺអត់មានចាក់ប្លង់សេទេតែខ្ញុំប្រើ smart board ក្រាលពីលើឈើធ្វើសបុកផ្ទាល់តែម្ដងហើយបន្ទាប់មកទៀតគឺយើងប្រើស្នោរឹងលេខ1កម្រាស់មកទឹកមួយជាន់ទៀតហើយនៅខាងក្រោមដំបូលបន្ទាប់មកទៀតបានយើងប្រក់ដំបូលស័ង្កសីយើងប្រើស្នោកម្រាស់មកទឹកគឺដើម្បីកាត់បន្ថយកម្ដៅកុំឲ្យកម្ដៅនោះគឺវាជះចូលទៅដល់ខាងក្នុងផ្ទះដើម្បីឲ្យផ្ទះរបស់យើងនឹងទទួលបាននៅសីតុណ្ហភាពមួយដែលសមស្របទៅនឹងលក្ខខណ្ឌចូលចិត្តនៃការរស់នៅរបស់សត្វតិចកម្មហើយសម្រាប់វីដេអូនេះក៏ដល់ទីបញ្ចប់ទៅត្រឹមនឹងសិនហើយសម្រាប់បងប្អូនដែលមានចម្ងល់តាក់ទងទៅនឹងការចិញ្ចឹមសត្វតិចកម្មនេះអាចតាក់ទងមកសួរខ្ញុំផ្ទាល់ក៏បានឆាតសួរក៏បាន comment សួរឬក៏ call សួរបានដោយផ្ទាល់ខ្ញុំរីករាយនឹងផ្ដល់អ្វីដែលខ្ញុំបានចេះបានដឹងទៅកាន់បងប្អូនទាំងអស់គ្នាហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយសន្យាជាមួយបងប្អូនថាយើងនឹងជួបគ្នាវីដេអូក្រោយទៀតហើយខ្ញុំនឹងផ្ដល់ចំណេះដឹងទាំងអស់ដែលខ្ញុំបានដឹងពីការចិញ្ចឹមតិចកម្មទៅកាន់បងប្អូនបាទសូមអរគុណម្ដងទៀតហើយក៏សូមជម្រាបលាតែត្រឹមនេះ